ចិត្តដល់ថ្ងៃគ្រីស្មាសអញ្ចឹងទៅខ្ញុំបានទៅផ្សារទេប៉ុន្តែខ្ញុំបានឃើញគេតាំងរូបដើមគ្រីស្មាសស្អាតអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ថាចង់ថតបន្តិចទៅហើយមានរូបជារូបជានេះគឺលយមែនតើជួទៅណាស្អាតមែនតើគឺមានច្រើនទៀតរូបជាមានរូបឆ្លុះនេះស្អាតមែនតើហើយមានរូបកូនផ្ទះហើយមានរូបមនុស្សតកកដូចក្នុងរឿងព្រះនាងព្រិលសឬក៏ព្រះនាងសិនដេរីឡាអីហើយបើខ្ញុំហៅខុសអីសូមអភ័យទោសផងណាព្រោះខ្ញុំហៅជាមិននឹងឆ្លុះក្លើខ្ញុំហៅខុសអីហើយជួតមែនតើកន្លែងនេះគឺស្អាតមានមនុស្សតកកមានអីបើងាកមកខាងនេះវិញគឺមានលោកតាគ្រីស្មាសហើយនឹងក្រាមគ្រីស្មាសគេដាក់ជាមួយគ្នាហើយនឹងមនុស្សតកកគេដាក់ក្នុងកៅស្អាតជួតណាមើលទៅប្លែកភ្នែកមែនតើគឺកន្លែងនេះវិញគឺដើមគ្រីស្មាសទូចហើយស្អាតគឺមិនមែនមានតែប៉ុណ្ណោះគឺមានច្រើនមុខទៀតប៉ុន្តែខ្ញុំថតបានតែបន្តិចទេព្រោះកន្លែងនេះគឺស្អាតជាងគេមិនថាតែពេលគ្រីស្មាសឬក៏ខែបុណ្យទានអ្វីផ្សេងគឺខែបុណ្យអីផ្សេងក៏ដោយគឺសារនេះគឺគេតែងតែលក់វត្ថុផ្សេងអនុស្សាវរីយ៍ឬក៏អីផ្សេងដែលយើងយកទៅប្រើប្រាស់អញ្ចឹងនិយាយរួមគឺគេលក់ច្រើនមកមែនតើមិនមែនលក់តែប៉ុណ្្នឹងអីក៏គេមានដែរប៉ុន្តែតែមានកម្មវិធីអីមួយគេតែងតែលក់វត្ថុនេះវត្ថុនោះអញ្ចឹងហើយខ្ញុំបានឃើញដើមគ្រីស្មាសនៅក្នុងកែវនេះគឺស្អាតមែនតើឃើញអញ្ចឹងគឺនៅក្នុងកែវណាបងអូនមិននៅខាងក្រៅឃើញពេលខ្ញុំថតទៅគឺវាធំហើយបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសលើលូអីសូមអភ័យទោសផងអរគុណបាយ